លំហាត់ប៉ារ៉ាបូមួយនេះគ្នាយើងមើលមកផ្លែតអាចនឹងគិតថាពិបាកហើយតើឥឡូវយើងមកដឹងពីកលឹះងាយៗសម្រាប់ការដោះស្រាយលំហាត់មួយនេះទាំងអស់គ្នាគេមានប៉ារ៉ាបូមួយដែលមានកំពូលនៅលើបន្ទាត់ diagonal ដែលមានសមីការ y ស្មើនឹង x បូក1ហើយនឹងគំនុំនៅលើបន្ទាត់ dader ដែលមានសមីការ 2x បូក y ស្មើនឹង10ហើយមានបន្ទាត់ប្រាប់ទិសជា y' o y បាទអញ្ចឹងមានន័យថាវាជា ordinate បាទអញ្ចឹងបន្ទាត់ប្រាប់ទិសនៃសមីការរបស់យើងនេះគឺជាបន្ទាត់ឈរណាបាទជាបន្ទាត់ឈរដោយសារតែវាជា y ទេណាបាទអញ្ចឹងសំណួរកគេឲ្យយើងកំណត់សមីការស្តង់ដារនៃ parabol បាទអញ្ចឹងយើងធ្វើសំណួរកមុនទៅអញ្ចឹងតាមបំរាប់ដែលគេឲ្យនេះបាទយើងត្រូវសង្ខេបមើលថាតើបំរាប់ណាដែលគេអាចឲ្យយើងកំណត់សមីការស្តង់ដារបានអញ្ចឹងយើងសង្កេតមើលពាក្យមួយនេះគេថាបន្ទាត់ប្រាប់ទិសជាមួយវាបានន័យថាបន្ទាត់ប្រាប់ទិសរបស់វាហ្នឹងគឺជា y' o y បាទជា ordinate មានន័យថា ឈរអញ្ចឹងយើងចាំនៅក្នុង parabol គឺយ៉ាងម៉េចបន្ទាត់ប្រាប់ទិសជាមួយនឹង ឆ្លោះគឺកែងគ្នាជានិច្ចអញ្ចឹងបើសិនជាបន្ទាត់ប្រាប់ទិសរបស់យើងវាឈរប្រកបជា ឆ្លោះរបស់យើងនោះគឺវាដេកដែរបាទអញ្ចឹងយើងអាចសរសេរបានថាម៉េចដោយណាបាទដោយបន្ទាត់ប្រាប់ទិសបាទបន្ទាត់ប្រាប់ទិសបាទជា y' o y នោះ parabol មានអីបាទមានឆ្លោះដេកបាទឆ្លោះបាទឆ្លោះដេកអញ្ចឹងបើកាលណាឆ្លោះដេកសមីការស្តង់ដាររបស់វាគឺកំណត់បានដោយ y ដកជាមួយនឹង k បាទលើកជាការ៉េស្មើជាមួយនឹង 4p កតា x ដក h បាទកតា x ដក h អញ្ចឹងគោលដៅរបស់យើងដើម្បីកំណត់សមីការស្តង់ដារ parabol បានតើតើយើងស្គាល់ coordinate k h ហើយនឹង p បាទគឺមិនឲ្យស្គាល់3ហ្នឹងអញ្ចឹង3ហ្នឹងយើងរកបានតាមរយៈបំរាប់ដែលគេឲ្យនេះយើងមើលប្រធានរបស់យើងនេះបំរាប់ដែលគេឲ្យបាទអញ្ចឹងយើងមើលទៅលើបំរាប់ទី1គេថាកំពូលរបស់ parabol ហ្នឹងគឺស្ថិតនៅលើបន្ទាត់ diagonal បាទអញ្ចឹងតាមរយៈសមីការស្តង់ដារនេះយើងអាចកំណត់កំពូលបានដែរបាទអញ្ចឹងកំពូលរបស់ parabol គឺគេតាមដោយ ដែលមាន coordinate hk បាទអញ្ចឹងយើងមើលបំរាប់ទី1គេថាកំពូលនៅលើបន្ទាត់ diagonal បាទអញ្ចឹងយើងបញ្ជាក់គេមកបាទដោយកំពូលបាទកំពូលនៃ parabol បាទនៃ parabol នៅលើបាទនៅលើ diagonal អញ្ចឹងគេអាចសរសេរបានថាយ៉ាងម៉េចបាទគេអាចសរសេរបានថាv hk នេះវា h នេះវាគូជាមួយ x ហើយ k នេះវាគូជាមួយ y បាទអញ្ចឹងមានន័យថាកន្លែងណាដែលមាន x យើងជួបវាដោយ h កន្លែងណាដែលមាន y យើងជួបវាដោយ k បាទអញ្ចឹងយើងបានថាម៉េចបាទយើងបានថាk បាទពួក y ជួយឲ្យ k ស្មើជាមួយនឹង h បូកជាមួយនឹង1បាទអញ្ចឹងអានេះគឺតាមវាដោយសមីការទី1បាទបន្តមកទៀតយើងទៅលើកន្លែងទៅមើលកំណុំវិញបាទកំណុំអញ្ចឹងកំណុំនៅក្នុង parabol ដែលមានឆ្លោះដេកបែបនេះមានន័យថាកាលណាវាដេកវាការវាថេអញ្ចឹងបើការថេហរបស់យើងប្រកបជាថែមបាទអញ្ចឹង f គឺហបូកជាមួយនឹង p ហើយការថេបាទអញ្ចឹងតាមរយៈបំរាប់គេថាកំណុំនៅលើបន្ទាត់ dader បាទដោយកំណុំបាទនៅលើបាទនៅលើបន្ទាត់dader អញ្ចឹងគេអាចចំនួនបានថាម៉េចបាទយើងកន្លែងណាមាន x យើងជួបវាដោយអីយើងជួបវាដោយ h បូក p ព្រោះដោយ h ស្អី h បូក p នេះវាតំណាងឲ្យ x ហើយបាទ x នេះគឺ y បាទអញ្ចឹងយើងជួបបាននេះគេបាទយើងបាន2កតាឲ្យ h បូក p បាទបូកជាមួយនឹង3 y របស់យើងជួបវាដោយការពេលហ្នឹងបាទហើយស្មើនឹង10អញ្ចឹងយើងអាចទាញបោះ10មកអង្គខាងទៀតមកយើងអាចសរសេរបានថា2កតាឲ្យ h បូក p បូកជាមួយនឹង 3k ដកជាមួយនឹង10ស្មើ0បាទនេះគឺតាមដោយសមីការទី2ហើយបំរាប់មួយទៀតដែលយើងមើលដំឡងអាចមើលដំឡងនេះគេថាយ៉ាងម៉េចគេថាបន្ទាត់ប្រាប់ទិសបាទបន្ទាត់ប្រាប់ទិសជា y o y បាទអញ្ចឹងជាឈរអញ្ចឹងបើឈរមានន័យថាវា x ណាបាទ x វាជាបន្ទាត់ឈរណាអញ្ចឹងយើងបញ្ជាក់គេមកតែអីបាទតែបន្ទាត់ប្រាប់ទិសមានយើងកំណត់បានបាទបន្ទាត់ប្រាប់ទិសគឺអីគេបាទ x ស្មើជាមួយនឹងអីបាទជាមួយនឹង h ដក p បាទយើងមើលតាមកំណុំនេះទៅបាទដោយសារតែកំណុំរបស់យើងវាថែមខាង h ខាងយ៉ាថែមខាង h អញ្ចឹងបើកាលណាដែលវាថែមខាង h វាគូមួយ x អញ្ចឹងដល់ពេលដែលបន្ទាត់ប្រាប់ទិសរបស់វាគឺវាត្រូវ x ស្មើជាមួយនឹង h ប៉ុន្តែយើងបដូរសញ្ញាបូកមកសញ្ញាដកវិញទៅបាទ h ដក p អូខេអញ្ចឹងយើងបានអីកាលណាដែល x ស្មើនឹង h ដក p ប៉ុន្តែយើងមើលទៀតថាបែបម៉េចដោយសារតែនេះបន្ទាត់ប្រាប់ទិសរបស់យើងហ្នឹងវាជា y' o y តែម្ដងអញ្ចឹងមានន័យថាបើយើងមើលទៅលើ របស់យើងអានេះ y បាទអញ្ចឹងវាត្រួតស៊ីនៅលើ ហ្នឹងតែម្ដងអញ្ចឹងបញ្ជាក់ថា x របស់យើងកន្លែងហ្នឹងគឺស្មើនឹង0ដែរបាទអញ្ចឹងយើងបានថាដោយបាទបញ្ជាក់ទៀតទៅដោយបន្ទាត់ប្រាប់ទិសបាទបន្ទាត់ប្រាប់ទិសជា y' o y អញ្ចឹងគេទាញបានថានោះបាទនោះ x របស់យើងគឺស្មើនឹង0អញ្ចឹងតាមរយៈខាងលើរបស់យើងនេះយើងអាចទាញបានថានាំឲ្យ0ស្មើជាមួយនឹង h ដក p អញ្ចឹងយើងទាញបានទៀតបាទនាំឲ្យ h គឺស្មើនឹង p បាទនេះគឺតាមវាដោយសមីការទី3អញ្ចឹងយើងចាប់ផ្ដើមយកសមីការទាំង3របស់យើងហ្នឹង
បានចូលគ្នាទាញរកអាញាប់មួយទៅយើងអាចរកឃើញដែរបាទអញ្ចឹងឥឡូវយើងមើលដោយសារតែហាស់របស់យើងស្មើនឹងពេអញ្ចឹងមានន័យថាយើងយកសមីការទី3ជួបក្នុងសមីការ2ទៅមានន័យថាយើងទទួលបានអីបាទតាម2ណាបាទតាម2គេបានអីបាទគេបានសមីការទី2របស់យើងគឺអីបាទគឺ2កតាឲ្យហាស់បូកពេប៉ុន្តែដោយសារហាស់ហើយនឹងពេនេះវាស្មើគ្នាអញ្ចឹងយើងកំណត់យកហាស់មុនទៅអញ្ចឹងមានន័យថាកន្លែងនេះវាត្រូវ4ហាស់ណាបាទគេបានអីគេបាទ4ហាស់បូកជាមួយនឹង3ការបាទយើងអាចបោះ10ទៅខាងនោះវិញទៅដើម្បីវានេះបាទស្មើនឹង10អូខេបាទស្មើ10អញ្ចឹងយ៉ាងនេះយើងតាមមកលើសមីការ4អញ្ចឹងយើងមើលទៅលើសមីការទី1និងសមីការទី4វាមានហាស់និងការដូចគ្នាអញ្ចឹងយើងអាចស៊ីសងរកបានស៊ីសងរកបានអញ្ចឹងយើងអាចតាម1និង2ទៅតាម1និង4បាទសំទោសបាទតាម1និង4គេអាចសរសេរបានតែម៉េចបាទសមីការទី1របស់យើងគឺខាងលើបាទហាស់បូកជាមួយសំទោសការបូកជាមួយនឹងហាស់បូកការស្មើនឹងហាស់បូក1អញ្ចឹងយើងអាចបោះហាស់មកអស់មួយខាងទៅវាបានការដកហាស់បូកស្មើ1បាទការដកជាមួយនឹងហាស់ណាបាទការដកជាមួយនឹងហាស់គឺស្មើនឹង1ចំណែកឯសមីការទី4របស់យើងនេះខាងលើនេះបាទគឺ3ការបាទបូកជាមួយនឹង4ហាស់ស្មើនឹង10បាទស្មើនឹង10អញ្ចឹងយើងអាចគុណអានេះនឹង4ទៅបាទដើម្បីបំបត្តិហាស់ចោលតែយើងបានយ៉ាងម៉េចស៊ីសងទៅបាទយើងបានអានេះវា4ការបូកជាមួយនឹង3វាឡើង7ការណាហាស់ស៊ីសងអស់ហើយបាទនេះហាស់នេះបានមានការទេអញ្ចឹងអានេះវាបាន4ដែរបាទបាន4អញ្ចឹង14បាទវាស្មើនឹង14អញ្ចឹងការរបស់យើងទាញទៅបានស្មើនឹង2ស្មើ2យើងអាចយកវាចំនួនចូលក្នុងសមីការ1របស់យើងទៅបាទគេទទួលបានអីនាំឲ្យហាស់របស់យើងបាទការរបស់យើងស្មើ2អញ្ចឹងបាទបកាស្មើ2យើងជួចូលក្នុងសមីការទី1យើងទៅ2បាទអញ្ចឹងយើងបោះ1ទៅអស់មួយខាងដក1អញ្ចឹងវាបានហាស់របស់យើងគឺស្មើនឹង1បាទអញ្ចឹងហាស់របស់យើងស្មើ1ការរបស់យើងស្មើ2អញ្ចឹងយើងបានដឹងមិញគឺហាស់ស្មើនឹងពេតែណាយើងតែហាស់ស្មើនឹងពេបាទក៏ស្មើ1ដែរអញ្ចឹងហាស់ហើយនឹងពេនេះគឺស្មើគ្នាអញ្ចឹងយើងអាចកំណត់សមីការស្តង់ដារវាបានដែរបាទនោះអីគេបាទសមីការស្តង់ដារនៃប៉ារ៉ាបូលគឺបាទy បាទដកជាមួយនឹងការរបស់យើងគឺពេលនេះគឺស្មើនឹង2បាទអញ្ចឹង y ដក2លើកជាការ៉េវាស្មើជាមួយនឹង 4p បាទប៉ុន្តែ p របស់យើងស្មើ1អញ្ចឹងវាបាន4កតាឲ្យ x បាទដកជាមួយនឹងហាស់របស់យើងគឺ1ដែរបាទនេះអញ្ចឹងអានេះគឺជាសមីការស្តង់ដាររបស់ប៉ារ៉ាបូលបាទ